ប្រសិនបើយើងមិនចាប់ដើមថ្ងៃនេះសំណួរសួរថាតើយើងរងចាំថ្ងៃណាទៀតបងប្អូនទាំងអស់គ្នាបារម្ភចង់ធ្វើជាអ្នកលក់អនឡាញតែបងប្អូនអត់មានលុយខ្វះលុយខ្វះដើមទុនខ្វះសម្ភារៈសពបែបយ៉ាងទាំងអស់ខ្ញុំឲ្យបងប្អូនគិតតែមួយទៅបានដែរមិនទាន់ចាំបាច់ធ្វើអីទាំងអស់ចាប់ផ្ដើមមួយប្រមូលយកធាតុផ្សំឲ្យចូលនៅក្នុងខ្លួនយើងសិនដែលក្នុងទ្រឹស្ដីអ្នករៀនគេហៅថាមានចំណេះមានជំនាញមានប្រាក់ចំណូលបងប្អូនចង់តែបងប្អូនអត់រៀនបងប្អូនចង់តែបងប្អូនអត់ធ្វើសួរតែមានជំនាញមកពីណាមានចំណេះមកពីណាហើយមានប្រាក់ចំណូលមកពីណាប្រសិនបើយើងមិនចាប់ដើមថ្ងៃនេះសំណួរសួរថាតើយើងរងចាំថ្ងៃណាទៀតអញ្ចឹងនៅក្នុងវីដេអូនេះបងប្អូនអាចស្រាវជ្រាវវីដេអូរបស់ខ្ញុំទាំងអស់ហើយយកមកស្ដាប់ឡើងវិញខ្ញុំព្យាយាមជំរុញបងប្អូនឲ្យគិតថាការធ្វើទីផ្សារអនឡាញឬក៏ការរកស៊ីអនឡាញវាគឺជាចំណុចមួយដែលសំខាន់នៅក្នុងបច្ចុប្បន្នភាពនេះហើយវានឹងរឹតតែសំខាន់សម្រាប់ពេលអនាគតសម្រាប់ business ទាំងអស់ប្រសិនបើអត់ upgrade ខ្លួនពី traditional business ទេទៅ level online ទេ business ទាំងអស់នឹងមានបញ្ហាតែ business ខ្លះគឺគេអត់ចាំបាច់ប្រើ online ទេប៉ុន្តែបើ business ខ្លះគឺចាំបាច់មែនតើអញ្ចឹងបងប្អូនសួរខ្លួនឯងថាតើយើងចាប់ផ្ដើមអត់យើងគួរចាប់ផ្ដើមអត់ទី1សម្រាប់អ្នកដែលអត់តាន់មាន business ក្នុងដៃបងប្អូនអាចចាប់ផ្ដើម business online បានសម្រាប់បងប្អូនដែលអត់មាន business ក្នុងដៃបងប្អូនចង់រកស៊ីគឺលំបាកណាស់ត្រូវការដើមទុនធ្លាប់ run business ហើយ fail ដូចបាត់ពិសោធន៍ខ្ញុំបានអញ្ចឹងខ្ញុំមានជំនាញលើ digital marketing ជាង10ឆ្នាំតែខ្ញុំអត់ព្រមធ្វើ business ទេហេតុអីពីព្រោះយើងគិតថាមិនចាំបាច់ដល់ពេលដែលយើងគិតថាអត់ចាំបាច់យើងនឹងអត់ធ្វើទេទោះបីយើងមានជំនាញក៏ដោយសុខចិត្តកាន់សេវាកម្មឲ្យគេចូលចិត្តដោះស្រាយបញ្ហាឲ្យគេចូលចិត្តជួយជំរុញគេតែខ្លួនឯងអត់ព្រមធ្វើទេហើយទៅធ្វើ business ដទៃក្រៅពី business online fail ខុសជំនាញ fail 3-4 business បានដឹងថាផ្លូវហ្នឹងគួរដើរដោយរបៀបណាអញ្ចឹងអ្នកចាប់ផ្ដើមអាជីវកម្មអនឡាញទាមទារចំណេះដឹងអញ្ចឹងចំណេះដឹងបងប្អូនរកពីណានៅក្នុងបច្ចុប្បន្ននេះបងប្អូនព្យាយាមស្រាវជ្រាវយកចំណេះដឹងពីអ្នកដែលបដោះបដាលជាច្រើននៅលើអនឡាញក្តីបង្រៀនដោយផ្ទាល់ក្តីបងប្អូនព្យាយាមស្វែងរកចំណេះដឹងរឹតសាស្ត្រ Digital Marketing របស់យើងខ្ញុំនឹងចែករំលែកចំណេះដឹងដែលខ្ញុំមានបទពិសោធន៍ដែលខ្ញុំមានបំណិនដែលខ្ញុំមាននិងទ្រឹស្ដីដែលខ្ញុំរកបានដែលខ្ញុំកាន់សេវាកម្មឲ្យគេជាង10ឆ្នាំដែលខ្ញុំមានអាជីវកម្មខ្លួនឯងនៅក្នុងដៃ 3-4 អាជីវកម្មជាអាជីវកម្មអនឡាញរបស់ខ្លួនឯងខ្ញុំនឹងចែករំលែកជូនបងប្អូនហ្វ្រីបងប្អូនខ្ញុំទៅបង្រៀនឲ្យក្រុមហ៊ុនដែលខ្ញុំទៅបង្រៀនឲ្យអតិថិជនខ្ញុំជាច្រើនតែឥឡូវនេះខ្ញុំចែករំលែកជូនបងប្អូនហ្វ្រីបងប្អូនចូលទៅមើល page បងប្អូនចូលទៅមើលទៅលើ YouTube បងប្អូនចូលទៅក្នុង channel Telegram group Telegram អាចសាកសួរព័ត៌មានបន្ថែមឬក៏រៀនពីខ្ញុំហ្វ្រីបងប្អូនខ្ញុំនឹងចែករំលែកជូនបងប្អូនឲ្យបងប្អូនសប្បាយចិត្តទៅរីករាយទៅក្នុងការទទួលយកបំណិនចំណេះដឹងថ្មីជាពិសេសបងដែលចង់ចាប់ផ្ដើមតែអត់ដឹងគួរចាប់ផ្ដើមដោយរបៀបណាបងប្អូនដែលចង់ចាប់ផ្ដើមតែអត់ដឹងចាប់ផ្ដើមដោយរបៀបណាបងប្អូនអាចមើលនៅក្នុងវីដេអូនេះហើយខ្ញុំជឿថាខ្ញុំចង់ផលិតវីដេអូខ្លីៗទេប៉ុន្តែបច្ចេកទេសមួយចំនួនបងប្អូនត្រូវព្យាយាមរៀនព្យាយាមធ្វើវាអរគុណច្រើន